គ្នាហើយសំណួរដែលខ្ញុំទទួលបានពី HR ហ្នឹងគឺគាត់សួរខ្ញុំថាចេះគាត់សួរថាបងបងដាក់កិច្ចការមួយបន្ទាន់ឲ្យខ្លួនឯងហើយmanager ខ្លួនឯងដាក់កិច្ចការបន្ទាន់មួយទៀតឲ្យខ្លួនឯងហើយ teamwork ខ្លួនឯងមួយទៀតដែលខ្លួនឯងធ្វើការជាមួយគ្នាហ្នឹងមានកិច្ចការបន្ទាន់មួយទៀតដល់ខ្លួនឯងតើនៅក្នុងស្ថានភាពបែបហ្នឹងតើខ្លួនឯងត្រូវធ្វើម៉េចអ្នកនរគ្នាខ្ញុំឆ្លើយថាម៉េចទេខ្ញុំឆ្លើយថាត្រូវយកអាការងារណាដែលបន្ទាន់ជាងគេដាក់តាមលំដាប់លំដោយលេខរៀងហើយបន្តមកទៀតខ្ញុំក៏សួរគាត់ថាតើអាការងារដែលបងដាក់ឲ្យខ្ញុំបន្ទាន់ហ្នឹងវាមានផលប៉ះពាល់អីគេខ្លះហើយយើងយកអាទាំង3ហ្នឹងយើងយកមកវិភាគ analyze ចូលគ្នាថាតើអាមួយណាដែលបង្កហានិភ័យវាធ្វើឲ្យ operation នៅកន្លែងការងារហ្នឹងមានការរាំងស្ទះខ្លាំងជាងអញ្ចឹងយើងត្រូវធ្វើអានោះមុនគេអញ្ចឹងអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់ផ្ដាំអ្នកនរគ្នាថាការងារដែលគេដាក់ឲ្យយើងនៅក្នុងពេលតែមួយមនុស្សផ្សេងគ្នាអ្នកនរគ្នាត្រូវសួរគេបានច្បាស់ហើយសួរអំពីហេតុផលហើយសួរអំពីហានិភ័យអញ្ចឹងអ្នកនរគ្នាត្រូវមាន skill analyze ហ្នឹងបើសិនជាអ្នកនរគ្នាអត់មាន skill analyze ហ្នឹងទេអ្នកនរគ្នានឹងធ្វើកិច្ចការងារនោះគឺពុំបានសម្រេចហើយពុំបានជោគជ័យទេអ្នកនរគ្នាពេលខ្លះពេលគេដាក់ការងារមកឲ្យអ្នកនរគ្នាធ្វើការងារនោះខុសទៀតចានេះគឺជាបទពិសោធន៍ experience ដែលខ្ញុំទទួលបានពីជីវិតពិតអូខេ